បាទសូមគោរពអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនក្នុងបណ្ដាញសង្គមអស់គ្នានេះមានកិត្តិយសមកបង្ហាញរថយន្តចូលស្តុកថ្មីបោះក្រាស់ VS 168អូតូខាបងប្អូនបាទយន្តនេះគឺទៅតែរៀបចំហើយបាទខ្ញុំបានថតបង្ហាញជូនពុកម៉ែបងប្អូនអញ្ចឹងបងប្អូនអាចមើលបាននៅខាងក្រៅមួយជុំទាំងអស់គ្នាបានហ្នឹងហើយយន្តនេះគឺបានជួសឆ្នាំខ្លះហ្នឹងហើយពួកឆ្នាំ03ចាលេខស៊ី LX 407ឆ្នាំ03បងប្អូនបាទបូមឡើងចុះធានាជូនហ្នឹងហើយស្អាតទាំងអស់គឺអត់មាននេះទេសម្រាប់រថយន្តអត់មានប៉ះពៀទេបងប្អូនបាទស្អាតបូមឡើងចុះមកអែមហ្នឹងហើយឯកសារគ្រប់មកកាផ្លេហ្នឹងហើយម្ចាស់ដើមទើបនឹងប្រើបងប្អូនបាទគាត់ដូរស៊េរីអញ្ចឹងគាត់បានបញ្ចេញរថយន្តមួយគ្រឿងនេះមកឲ្យខ្ញុំហើយហ្នឹងហើយបងប្អូនអាចមើលបាននៅខាងក្រៅមកជុំបានហើយបងប្អូនគ្នាបាទរថយន្តសបកកង់សបកអីគឺយើងលេងរៀបចំរួចរាល់ហើយបាទសម្រាប់នៅខាងមុខខ្ញុំបានរៀបចំលំឡើងចង្គៀងគុជហ្នឹងហើយផ្លាស់ប្ដូរសបកចង្គៀងថ្មីហើយដាក់សុំស្លាកលេខវែងបាទអែមបាទអញ្ចឹងបងប្អូនអាចមើលបាននៅខាងក្នុងទាំងអស់គ្នារថយន្តនេះបាទយើងប្រើលក្ខណៈគ្រួសារអែមបងបាទហ្នឹងហើយនៅខាងក្នុងអីថ្មីហ្នឹងថ្មីបាទបើកដំបូលបាទដៃឆ្កូតតែអីអត់មានសឹកទេប្រកាន់ដៃអីដៃទ្វាអីគឺនៅស្អាតអស់បងបាទសម្រាប់ហ្វមកាវិញបងក្នុងថ្មីបាទមានអាចប្រឡប់ទេស្បែកពុកស្បែកពុកស៊ីននេះស្បែកពុកស៊ីនបងបាទមើលបាននៅខាងក្រោយហើយបងប្អូនមានសមាជិក 4-5 នាក់អីឬក៏6នាក់អីអាចទៅណាទៅណីមកស្រួលបាទធំទូលាយហ្នឹងហើយជាក់បងប្អូនរថយន្តនេះគឺអី3ជួរហ្នឹងហើយអញ្ចឹងបងប្អូនមានសមាជិកដល់កុំថាតែ 4-5 នាក់ 7-8 នាក់ក៏អាចជិះបានដែរដោយសារតែកៅអី3ជួរអញ្ចឹងបើសិនជាយើងមានសមាជិកលើសតាពី6នាក់ឡើងទៅបងប្អូនអាចទម្លាក់កៅអីក្រោយបានហ្នឹងហើយនេះកៅអីក្រោយកៅអី3ជួរបងបាទអញ្ចឹងនៅតែរថយន្តនេះគឺអត់មានការប៉ះពៀទេហ្នឹងហើយនៅស្អាតទាំងអស់ដែរបាទហ្នឹងបាទបាតអីក៏នៅថ្មីដែរអត់មានបាតពុកចេះទេបញ្ជាក់បងប្អូនរថយន្តនេះគឺប្រើសាំងសុតបាទសំណុំនៅសាំងអត់ដែលធ្លាប់មានប្រវត្តិដាក់ហ្គាសទេហ្នឹងហើយយន្តនេះយើង8ម៉ាស៊ីនតាមធម្មតាគឺប្រើប្រាស់សាំងនៅសំណុំស៊ីនក៏ប្រើប្រាស់100 គីឡូស៊ីប្រហែលជា10 ទៅ 12 លីត្របាទឡាននៅសំណុំតែបើសិនជាឡាននៅស្ទើរឆ្នាំទៀបឆ្នាំ98 90អីអាចស៊ីច្រើនជាងហ្នឹងអញ្ចឹងនៅតាមបងប្អូនខ្លះគិតថាអូ470ហ្នឹងស៊ីសាំងច្រើនបាទបងប្អូនខ្ញុំបញ្ជាក់គឺទៅតាមផែនឡានរថយន្តខ្លះបងប្អូនទិញមកឆ្នាំ98អញ្ចឹងឡានស្ទើរយើងចង់បានតម្លៃធូរអញ្ចឹងយកមកប្រើប្រាស់ទៅតាមនឹងដែរបាទយន្តនេះនៅក្នុងប្លុកម៉ាស៊ីននេះខ្ញុំបានបោកពុកប៉ូលីលាងម៉ាស៊ីនហើយស្អាតហើយបាទហើយខ្ញុំស៊ីដែរពេលខ្លះក៏ប្រឡាក់ដីតិចតួចហ្នឹងហើយដូចខ្ញុំនិយាយពីដើមក្នុងវីដេអូរបស់ខ្ញុំបងប្អូនបាទសម្រាប់បងប្អូនមកពីឆ្ងាយមើលរថយន្តហើយខ្វះខាតគ្រឿង accessory ខ្លះអីខ្លះដូចជាកម្រាលតាប់ឡូស្រោមដៃចកោតអីពួកខ្ញុំរៀបចំឲ្យហ្នឹងហើយអញ្ចឹងបងប្អូនស្វែងរករថយន្តស្អាតអាចមកមើលមួយគ្រឿងនេះបាននៅក្នុងក្រុងសៀមរាបបាទសម្រាប់រថយន្តហ្នឹងហើយពុកម៉ែបងប្អូនមានអត្តសញ្ញាណប័ណ្ណបងរំលោះពុកម៉ែមានបងប្អូនមានអត្តសញ្ញាណប័ណ្ណសភៅគ្រួសារលេខទូរស័ព្ទ2ខ្សែហ្នឹងហើយប្រាក់ដាក់សំណើបន្តិចបន្តួចបងប្អូនរយៈពេល2ថ្ងៃក្រោយអាចដករថយន្តយកទៅប្រើប្រាស់បានហើយបាទសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទបងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗបាយបាយ